ចាសូមគោរពជំរាបសួរនិងសូមស្វាគមន៍មកកាន់ Channel Vira ថ្ងៃនេះ Vira បានលើកយកនៅចំណេះដឹងថ្មីមួយទៀតហើយតកតងទៅនឹងកលឹះ4យ៉ាងដែលជួយឲ្យអ្នកឆាប់មានកូនចាអញ្ចឹងគ្មាននរណាម្នាក់បានដឹងច្បាស់អំពីវិធីសាស្ត្រដ៏ត្រឹមត្រូវដើម្បីឲ្យអ្នកមានផ្ទៃពោះនោះទេប៉ុន្តែវាអាស្រ័យទៅលើទម្លាប់នៃការរស់នៅនិងស្ថានភាពសុខភាពរបស់អ្នកប៉ុន្តែទោះជាយ៉ាងណាខាងក្រោមនេះគឺជាកលឹះមួយចំនួនដែលអាចជួយឲ្យអ្នកឆាប់មានកូនប្រកបដោយប្រសិទ្ធភាពដែលកលឹះទាំង4នេះគឺមានដូចតទៅនេះចាចំណុចទី1ចារួមភេទឲ្យបានញឹកញាប់នេះមិនមែនជារឿងភ្ញាក់ផ្អើលទេសម្រាប់អ្នកប៉ុន្តែអ្នកគួរដឹងថាការរួមភេទដោយមិនបានគិតគូរឲ្យបានហ្មត់ចត់នឹងនាំមកនៅការខកចិត្តកាន់តែច្រើនដូច្នេះវាជាការសំខាន់សម្រាប់អ្នកដើម្បីឲ្យដឹងថានៅពេលណាអ្នកគួររួមភេទឲ្យឆាប់មានកូនអ្នកគួរតែរួមភេទក្នុងអំឡុងថ្ងៃដែលអ្នកមានឱកាសបង្កកំណើតល្អបំផុតនៅក្នុងរយៈពេលនៃការមករដូវរបស់អ្នកចាសសូមកុំបង្ខំខ្លួនឯងឲ្យរួមភេទនៅពេលយប់បន្ទាប់ពីអ្នកបានធ្វើការងារអស់កម្លាំងពេញមួយថ្ងៃវានឹងធ្វើឲ្យអ្នកមានភាពតានតឹង stress កាន់តែខ្លាំងដែលអាចធ្វើឲ្យឱកាសនៃការមានកូនរបស់អ្នកធ្លាក់ចុះចាប្រសិនបើអ្នកពិតជាចង់មានផ្ទៃពោះចូលរៀបចំផែនការសម្រាប់វិស្សមការខ្លីមួយនិងរីករាយជាមួយដៃគូរបស់អ្នកក្នុងអំឡុងពេលនោះចាចូលព្យាយាមរួមភេទឲ្យបាន2ទៅ3ដងនៅក្នុងពេលថ្ងៃក៏ដូចជាពេលយប់វានឹងបង្កើនឱកាសនៃការមានកូនរបស់លោកអ្នកចាចំណុចទី2និយាយអំពីការសាកល្បងធ្វើលំហាត់ប្រាណចាប្រសិនបើអ្នកកំពុងតែមានផែនការដើម្បីមានផ្ទៃពោះចូលព្យាយាមសម្រក់ទម្ងន់ជាមុនសិនព្រោះភាពធាត់ជ្រុលវាអាចរារាំងបំណងប្រាថ្នារបស់អ្នកនៅក្នុងការមានផ្ទៃពោះដោយសារតែការផលិតជាតិខ្លាញ់ជាពិសេសនៅបរិវេណជុំវិញពោះរបស់អ្នកវាបង្កើនចំនួនអរម៉ូនភេទប្រុសនិងក្នុងខ្លួនរបស់អ្នកនិងកាត់បន្ថយការបញ្ចេញអូវុលចានឹងយើងឈានចូលដល់ចំណុចទី3ដែលនិយាយអំពីការជៀសវាងភាពតានតឹងឬកាត់បន្ថយ stress ចាភាពតានតឹងឬបញ្ហា stress ក្នុងចំណោមបញ្ហាផ្សេងៗហ្នឹងគឺវាអាចធ្វើឲ្យអ្នកពិបាកនៅក្នុងការមានផ្ទៃពោះវាមិនត្រឹមតែប៉ះពាល់ដល់លទ្ធភាពនៃការមានកូនរបស់ស្ត្រីទេតែវាក៏រំខានដល់លទ្ធភាពនៃការមានកូនរបស់បុរសផងដែរវានាំឲ្យមានការថយចុះការផលិតស៊ុតចំពោះស្ត្រីនិងបន្ថយចំនួនមេជីវិតឈ្មោលចំពោះបុរសចាការរក្សាភាពតានតឹងឲ្យនៅឆ្ងាយពីអ្នកគឺជាហេតុផលចម្បងនៅពេលដែលអ្នកព្យាយាមមានផ្ទៃពោះចាចំណុចចុងក្រោយគឺនិយាយអំពីការពិនិត្យមើលរបបអាហាររបស់អ្នកចារបបអាហារដែលមានតុល្យភាពគឺជាអាហារដែលផ្ដល់នូវសារធាតុចិញ្ចឹមជាតិប្រូតេអ៊ីនសារធាតុរ៉ែនិងមីក្រូសារជាតិគ្រប់គ្រាន់ដែលអាចជួយបង្កើននៃឱកាសនៃការមានកូនសម្រាប់អ្នកដែលពិបាកនៅក្នុងការមានផ្ទៃពោះអាចទទួលបានអត្ថប្រយោជន៍ជាមួយនឹងការបន្ថែមមីក្រូសារជាតិបន្ថែមទៅក្នុងអាហាររបស់អ្នកចាសូមអរគុណសម្រាប់ការតាមដានកុំភ្លេចជួយចុច like subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗចាសូមអរគុណសូមគោរពលា